ដើម្បីទុកការពារខ្លួននិងដើម្បីទុកទប់ទល់ជាមួយនឹងមហាយៈចិនដែលចេះតែបង្កការគំរាមកំហែងពីមួយថ្ងៃទៅមួយថ្ងៃប្រទេសជប៉ុនគឺមិនមានអ្វីក្រៅតាមពីខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យការពារជាតិរបស់ខ្លួននឹងឲ្យខ្លាំងក្លាឡើងដែរនោះទេជាស្ដែងការពីពេលថ្មីកន្លងទៅនេះប្រទេសជប៉ុននឹងបានចំណាយលុយរហូតដល់79លានដុល្លារសហរដ្ឋអាមេរិកឯណោះដើម្បីទិញមីស៊ីលដ៏ទំនើបសម្រាប់បំពាក់ទៅលើយន្តហោះចម្បាំង F-35ប្រទេសជប៉ុនកាលពីពេលថ្មីកន្លងទៅនេះបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងទី5ដែលមានតម្លៃរហូតដល់79លានដុល្លារសហរដ្ឋអាមេរិកឯណោះជាមួយនឹងក្រុមហ៊ុន Kongsberg Defence Aerospace ឬហៅកាត់ថា Kongsberg របស់ប្រទេសណ័រវេសដើម្បីទិញមីស៊ីល Joint Strike ឬហៅកាត់ថា JSM សម្រាប់បំពាក់ឲ្យដល់កងយន្តហោះចម្បាំង F-35A ដែលប្រទេសនេះបានទិញពីសហរដ្ឋអាមេរិកJSM គឺជាមីស៊ីលបញ្ជាទិសបំផាំងកាយមហុមុខងារចំនួនទី5ដែលបានចេញពីអាកាសទៅដីគោកនិងសមុទ្រនៅក្នុងរយៈចម្ងាយប្រហែលជា350គីឡូម៉ែត្រដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់បំពាក់ជាមួយនឹងយន្តហោះចម្បាំង F-35 Lightning ដែលផលិតឡើងដោយសហរដ្ឋអាមេរិកអនុប្រតិបត្តិផ្នែកខាងមីស៊ីលនិងអវកាសរបស់ក្រុមហ៊ុន Kongsberg គឺលោក Øyvind Garseth បាននិយាយថាលោកគឺមានមោទនភាពខ្លាំងណាស់ដែលទទួលបានការបញ្ជាទិញផ្សេងទៀតអំពីក្រសួងការពារជាតិជប៉ុនដើម្បីផ្គូផ្គងមីស៊ីល JSM ដល់កងកម្លាំងការពារដែនអាកាសរបស់ប្រទេសជប៉ុនសូមជម្រាបជូនផងដែរថាប្រទេសជប៉ុននេះហើយគឺជាអតិថិជនអន្តរជាតិដំបូងគេបង្អស់ដែលបានទិញមីស៊ីល JSM នេះដើម្បីបំពាក់ឲ្យយន្តហោះចម្បាំង F-35 របស់ខ្លួនដែលបានទិញពីសហរដ្ឋអាមេរិកហើយការបំពាក់នេះនឹងជួយបង្កើនសមត្ថភាពវាយប្រហាររបស់យន្តហោះចម្បាំង F-35 ឲ្យកាន់តែខ្លាំងក្លាឡើងថែមមួយកម្រិតទៀតលើពីនេះទៅទៀតជប៉ុនគឺជាប្រតិបត្តិការយន្តហោះចម្បាំង F-35A ដ៏ធំបំផុតជាងគេមួយក្រៅតែពីសហរដ្ឋអាមេរិកហើយដែលបានពង្រីកអាវុធយុទ្ធភ័ណ្ឌរបស់ខ្លួនឲ្យខ្លាំងក្លាឡើងជាលំដាប់ដើម្បីគ្រប់គ្រងដល់បេសកកម្មទប់ស្កាត់និងការពារអធិបតេយ្យភាពពីការឈ្លានពានរបស់សត្រូវប្រទេសរុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធមីស៊ីល S-500 ដើម្បីទប់បាញ់ទម្លាក់យន្តហោះចម្បាំងបំផាំងកាយរបស់សហរដ្ឋអាមេរិកចំពោះមីស៊ីល S-500 នេះវាគឺជាកំណែតម្រង់ដែលកើតចេញអំពី S-300 និង S-400កាលពីមុនមកហ្នឹងគឺ S-300 ហ្នឹងឯងគឺល្បីខ្លាំងណាស់បាទតែឥឡូវនេះប្រទេសរុស្ស៊ីគឺចេះតែធ្វើកំណែតម្រង់រហូតទៅឥឡូវឡើង S-500 ហើយបាទហើយអានុភាពរបស់វាក៏មិនអន់ដែរបាទគឺខ្លាំងក្លាមិនធម្មតាទេបាទហើយដូចយើងដឹងស្រាប់ហើយអ្នកទាំងអស់គ្នាប្រទេសរុស្ស៊ីនេះខាងផ្នែកអីមិនសូវដឹងទេបាទក៏ប៉ុន្តែផ្នែកខាងមីស៊ីលហ្នឹងគឺអភិវឌ្ឍលឿនខ្លាំងបំផុតបាទចំពោះមីស៊ីលល្បឿនលឿនជាសម្លេងវិញគឺប្រទេសរុស្ស៊ីនេះឯងបានចូលនៅលេខរៀងទី1គឺប្រទេសនេះរកឃើញមុនគេបាទបន្ទាប់មកចិនហើយបន្តមកទៀតសហរដ្ឋអាមេរិកហើយក៏មានលេខលើលៀងមកថាអ៊ីរ៉ង់ហើយនិងកូរ៉េខាងជើងហ្នឹងក៏បង្កើតមីស៊ីលល្បឿនលឿនជាសម្លេងនេះបានដែរបាទក៏ប៉ុន្តែមិនដឹងថាពិតប្រាកដឬអត់ទេណាបាទអញ្ចឹងការដាក់ពង្រាយមីស៊ីល F-500 របស់ប្រទេសរុស្ស៊ីនេះយ៉ាងណាយ៉ាងណីយើងនឹងស្ដាប់ព័ត៌មានទាំងអស់គ្នាបាទប្រទេសរុស្ស៊ីបានដាក់ពង្រាយនូវមីស៊ីលការពារដែនអាកាសដ៏ទំនើបបំផុតរបស់ខ្លួនមានឈ្មោះថា S-500 ឲ្យចូលបំពេញកាតព្វកិច្ចប្រយុទ្ធនៅក្នុងជួរវិរៈសេនាធំនៃកងការពារដែនអាកាសរបស់ខ្លួនដោយសារតែសមត្ថភាពបាញ់កំទេចឧបករណ៍នានាដែលហោចទៅសំបីតែយន្តហោះចម្បាំងបំផាំងកាយ S-35 របស់សហរដ្ឋអាមេរិករដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសរុស្ស៊ីបាននិយាយថាកងកម្លាំងអវកាសរបស់ប្រទេសរុស្ស៊ីបានបង្កើនកងពលការពារដែនអាកាសនិងមីស៊ីលដំបូងគេបង្អស់របស់ពួកគេលោកបាននិយាយថាកងវិរៈសេនាធំដំបូងនេះគឺជាកងទ័ពដែលត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធការពារដែនអាកាស F-500 តែមួយគត់យោងតាមទីភ្នាក់ងារសារព័ត៌មាន Defense Post បានឲ្យដឹងថាមូលហេតុដែលប្រទេសរុស្ស៊ីបានធ្វើទំនើបកម្មប្រព័ន្ធមីស៊ីល S-500 នេះគឺនៅក្នុងគោលបំណងដើម្បីប្រឆាំងនឹងការគំរាមកំហែងពីគ្រឿងសារពារវុធទំនើបនៅក្នុងនោះរាប់ចាប់តាំងពីយន្តហោះចម្បាំងបំផាំងកាយមីស៊ីលល្បឿនលឿនជាងសម្លេងយន្តហោះដ្រូនប្រយុទ្ធជាពិសេសគឺសមត្ថភាពរបស់វាអាចវាយប្រហារសម្បីតែផ្កាយរណបនៅក្នុងកន្លងតារាវិថីទាបផងដែរប្រព័ន្ធមីស៊ីល F-500 នេះគឺជាចំនួនក្រោយបង្អស់របស់ប្រទេសរុស្ស៊ីហើយដែលត្រូវបានគេចាត់ទុកថាគឺជាអ្នកផ្លាស់ប្ដូរល្បែងសង្គ្រាមបន្ទាប់ពីវាត្រូវបានធ្វើទំនើបកម្មចេញអំពីប្រព័ន្ធការពារដែនអាកាស S-300 និង S-400 ដែលប្រទេសនេះបានប្រើប្រាស់ចាប់តាំងពីសម័យសូវៀតមកម្ល៉េះ